ទៀតត្រូវបានគេចាត់ទុកថាជាឃាតកៈស្ងៀមស្ងាត់នៅក្នុងចំណោមពស់ពឹសបំផុតនៅលើលោកភាពសាហាវរបស់វាមានលក្ខណៈពិសេសដែលខុសប្លែកពីពស់វែកឬពស់ដទៃទៀត1អានុភាពនៃពឹសបថោពឹសរបស់ពស់ក្រៀតជាប្រភេទ neurotoxin ពឹសបំផ្លាញប្រព័ន្ធប្រសាទដែលមានកម្រិតសាហាវខ្លាំងជាងពស់វែកធម្មតាពី10ទៅ15ដងពឹសនេះវាប្រហារដោយផ្ទាល់ទៅលើប្រព័ន្ធបញ្ជូនសាររវាងខួរក្បាលនិងសាច់ដុំ2ការខាំដែលមិនដឹងខ្លួននេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុតនៅពេលពស់ក្រៀតខាំមិនសូវមានការឈឺចាប់មុខរបួសមានទំហំតូចខ្លាំងជួនកាលមើលមិនឃើញធ្មេញពស់ផងគ្មានរោគសញ្ញានៅកន្លែងខាំវាមិនធ្វើឲ្យហើមមិនរលួយសាច់និងមិនមានការជាំឈាមដោយពស់ស្រកាចារឬពស់វែកឡើយកើតឡើងពេលយប់ជាញឹកញាប់វាតែងតែលបចូលតាមផ្ទះអ្នកភូមិហើយខាំមនុស្សពេលកំពុងសម្រាកដែលធ្វើឲ្យជនរងគ្រោះស្មានតែជាសត្វមូសឬស្រមោចខាំរួចក៏សម្រាកលក់បន្តរហូតដល់ពឹសជ្រាបពេញរាងកាយ3រោគសញ្ញានៃការពុលបន្ទាប់ពីត្រូវខាំពី2ទៅ3ម៉ោងឬយូរជាងនេះជនរងគ្រោះនឹងចាប់ផ្ដើមមានអាការៈសាច់ដុំចុកខ្សោយចាប់ផ្ដើមធ្លាក់ត្របកភ្នែកងងុយគេងខ្លាំងរកបើកភ្នែកមិនរួចពិបាកលេបទឹកមាត់និងនិយាយមិនច្បាស់ដោយសារសាច់ដុំបំពង់ក៏ចាប់ផ្ដើមស្ពឹកការគាំងដង្ហើមនេះគឺជាមូលហេតុចម្បងដែលបង្កឲ្យបាត់បង់ជីវិតពឹសនឹងធ្វើឲ្យសាច់ដុំដង្ហើមលែងដំណើរការធ្វើឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់4អត្រាស្លាប់ខ្ពស់ប្រសិនបើមិនមានការសង្គ្រោះបន្ទាន់ដោយប្រើថ្នាំបន្សាបពឹសនិងការប្រើម៉ាស៊ីនជំនួយដង្ហើមឲ្យទាន់ពេលវេលាទេនោះអត្រានៃការស្លាប់អាចឡើងដល់ 70% ទៅ 80%ដំបូងមានសុវត្ថិភាពប្រសិនបើមានការសង្ស័យថាត្រូវពស់ប្រភេទនេះខាំទោះមិនឈឺចាប់ក៏ដោយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ជៀសវាងការដេកផ្ទាល់នឹងដីនៅតំបន់ដែលមានពស់នេះរស់នៅនិងត្រូវមានមុងឲ្យបានត្រឹមត្រូវព្រោះពស់ក្រៀតចូលចិត្តកម្ដៅពីរាងកាយមនុស្សនៅពេលយប់